រឿងកូនប្រសាអ្នកមាននិងម្ដាយក្មេកអ្នកក្រកាលពីព្រេងនាយមានស្ត្រីមេម៉ាយក្រីក្រម្នាក់ឈ្មោះយាយសាគាត់បានខិតខំចិញ្ចឹមកូនប្រុសតែមួយគត់ឈ្មោះចៅសុករហូតដល់ធំពេញវ័យដោយសារតែចង់ឲ្យកូនមានអនាគតល្អយាយសាបានទៅដណ្ដឹងប្រពន្ធឲ្យកូនដែលជាកូនស្រីអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ឈ្មោះនាងធីតាប៉ុន្តែអ្វីមិនដូចការគិតឡើយក្រោយពេលរៀបការរួចនាងធីតាដែលអាងខ្លួនជាកូនអ្នកមានបានមើលងាយមើលថោកម្ដាយក្មេករបស់ខ្លួនយ៉ាងខ្លាំងជារៀងរាល់ថ្ងៃនាងធីតាមិនដែលឲ្យយាយសាហូបបាយជុំតុជាមួយខ្លួននឹងប្តីទេនាងតែងតែនិយាយថាយាយឯងនៅធំក្លិនស្អុយណាស់តើហូបបាយនៅផ្ទះបាយក្រោយផ្ទះទៅហើយកុំភ្លេចលាងឲ្យស្អាតផងយាយសាដ៏កំសត់ត្រូវបង្ខំចិត្តហូបបាយកកជាមួយឆ្អឹងត្រីដែលសល់ពីកូនប្រសាចំណែកឯចៅសុកជាប្តីទោះបីអាណិតម្ដាយប៉ុន្តែខ្លាចប្រពន្ធខ្លាំងពេកមិនហ៊ានតវ៉ាអ្វីឡើយថ្ងៃមួយនាងធីតាបានប្រើម្ដាយក្មេកឲ្យទៅរកអុសក្នុងព្រៃទាំងមេឃកំពុងភ្លៀងខ្លាំងយាយសាដើរយំផងរើសអុសផងដោយក្តីវេទនាភ្លាមនោះគាត់បានឃើញតាជារាម្នាក់ដួលសន្លប់នៅក្បែរគល់ឈើដោយក្តីអាណិតយាយសាបានយកបាយកកដែលខ្លួនមានចែកឲ្យតាជារានោះហូបរហូតដល់អស់ពីខ្លួនស្រាប់តែភ្លាមនោះតាជារាក៏ប្រែក្រឡាជាទេវតាដ៏ភ្លឺចិញ្ចាចហើយមានបន្ទូលថាយាយសាអ្នកជាមនុស្សដែលមានចិត្តល្អបរិសុទ្ធទោះបីខ្លួនក្រលំបាកក៏ដោយដើម្បីតបស្នងសន្តានចិត្តនេះខ្ញុំសូមប្រគល់ឆ្នាំងដីមួយនេះឲ្យទៅអ្នកឆ្នាំងនេះមិនមែនជាឆ្នាំងធម្មតាទេវានឹងផ្ដល់មាសឲ្យអ្នកនៅពេលណាដែលអ្នកស្រក់ទឹកភ្នែកដោយក្តីឈឺចាប់ពិតប្រាកដចូលទៅក្នុងឆ្នាំងនេះយាយសាត្រឡប់មកផ្ទះវិញហើយលាក់ឆ្នាំងនោះទុករាល់ពេលដែលកូនប្រសាជេរស្ដីឬវាយធ្វើបាបគាត់តែងតែរត់ទៅយំដាក់ឆ្នាំងនោះរាល់ដំណក់ទឹកភ្នែកដែលស្រក់ចុះបានប្រែក្លាយទៅជាគ្រាប់មាសសុទ្ធមិនយូរប៉ុន្មានយាយសាមានមាសច្រើនប៉ុន្តែគាត់មិនហ៊ានចាយទេព្រោះខ្លាចកូនប្រសាដឹងថ្ងៃមួយនាងធីតាបានលួចឃើញម្ដាយក្មេកកំពុងយំដាក់ឆ្នាំងហើយឃើញគ្រាប់មាសធ្លាក់មកពេញឆ្នាំងដោយសេចក្តីលោភលន់នាងបានរត់ទៅឆែកឆេរហើយដណ្ដើមយកឆ្នាំងនោះពីម្ដាយក្មេកនាងធីតានិយាយដោយអំនួតថារបស់បែបនេះមិនសំនឹងយាយចាស់ដូចឯងទេវាជារបស់ខ្ញុំនាងធីតាយកឆ្នាំងទៅក្នុងបន្ទប់ហើយព្យាយាមយំដើម្បីឲ្យបានមាសប៉ុន្តែដោយសារនាងជាមនុស្សចិត្តខ្មៅនិងមានជីវិតស្រណុកសុខស្រួលនាងមិនអាចយំចេញឡើយនាងក៏នឹកឃើញល្បិចមួយដោយយកម្ទេសនិងខ្ទឹមបារាំងមកត្រដុសភ្នែកដើម្បីឲ្យហៀទឹកភ្នែកពេលទឹកភ្នែករបស់នាងធីតាស្រក់ចូលក្នុងឆ្នាំងអ្វីដែលចេញមកមិនមែនជាមាសទេដោយសារតែវាជាទឹកភ្នែកនៃក្តីលោភលន់និងជាទឹកភ្នែកខ្លាំងខ្លាយឆ្នាំងនោះបានបញ្ចេញនៅសត្វក្អែបសត្វខ្ទួយនិងពស់ពើសរាប់រយក្បាលវាចេញមកពេញបន្ទប់ធីតាស្រែកយំឲ្យគេជួយយ៉ាងខ្លាំងជួយផងម៉ែអើយជួយខ្ញុំផងសត្វពើសទាំងនោះបានដេញខាំនាងធីតាពេញផ្ទះធ្វើឲ្យនាងមានដំបៅពេញខ្លួននិងមុខមាត់ដ៏ស្រស់ស្អាតរបស់នាងคล้ายជាអាក្រក់មើលយាយសាស្ទុះទៅជួយកូនប្រសាដោយគាត់បានលើកដៃសំពះសូមខមាល់ទោសដល់ទេវតាដោយសារបារមីនៃអំពើល្អរបស់យាយសាសត្វពើសទាំងនោះក៏បាត់អស់ទៅនាងធីតាពេលនេះមានមុខមាត់ខូចខាតនិងមានការឈឺចាប់បានលុតជង្គង់សំពះសូមទោសម្ដាយក្មេករបស់ខ្លួនម៉ែខ្ញុំខុសហើយខ្ញុំឈប់ធ្វើបាបម៉ែទៀតហើយខ្ញុំលោភលន់ពេកហើយចាប់តាំងពីពេលនោះមកនាងធីតាក៏កែខ្លួនជាមនុស្សល្អចេះគោរពម្ដាយក្មេកនិងលែងមានចិត្តលោភលន់ទៀតចំណែកឯឆ្នាំងវេទមន្តនោះក៏បានបាត់ទៅវិញជារៀងរហូតព្រោះទេវតាចង់បង្រៀនថាទ្រព្យសម្បត្តិដែលបានមកងាយមិនស្មើសេចក្តីសុខក្នុងគ្រួសារឡើយ
កុំមើលងាយមនុស្សដែលមានគុណទោះបីគាត់ក្រីក្រក៏ដោយសេចក្តីលោភលន់និងចិត្តអាក្រក់នឹងនាំមកនូវក្តីវិនាសដល់ខ្លួនឯងទឹកភ្នែកដែលចេញពីការឈឺចាប់ពិតប្រាកដមានតម្លៃជាងទឹកភ្នែកคล้ายៗដើម្បីប្រយោជន៍តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងនេះបើពេញចិត្តកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានរឿងនិទានថ្មីៗនិងអប់រំល្អៗជារៀងរាល់ថ្ងៃជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អ